សួស្តីអ្នកនរគ្នាយើងមក unboxing មួយខ្សែថ្មីដំបូងឡើយមួយខ្សែទំនាប់នេះវាមានជា niacinamide នៅក្នុងហ្នឹងហើយចំពោះសាច់មួយខ្សែទំនាប់ហ្នឹងគឺល្អប្រើខ្លាំងមែនតើហ្មងខ្ញុំទម្លាប់ប្រើមួយខ្សែទំនាប់ហ្នឹងដោយសារតែវាបើឡើងលើមុខខ្ញុំបានល្អបងអាចមើលសាច់ម្សៅបានពេលដែលលាបទៅគឺវាជ្រាបចូលស្បែកហើយក៏បិទបាំងស្នាមបានល្អដូចគ្នាដោយសារតែស្បែកដៃខ្ញុំវាមានស្នាមអាចរយបាច់តែមើលលើស្បែកមុខទេលាបទៅលើដៃក៏ឃើញប្រសិទ្ធភាពដែរល្អឥឡូវចូលមកម្សៅទី2គឺជាម្សៅផាត់ម្សៅផាត់ហ្នឹងខ្ញុំអត់សូវប្រើច្រើនមែនទេប៉ុន្តែខ្ញុំយកវាមកប្រើនៅពេលដែលខ្ញុំផាត់ម្សៅតំណប់ហើយដោយសារតែពេលខ្លះស្បែកមុខរបស់ខ្ញុំវាអាចមានជាតិប្រេងច្រើនអញ្ចឹងខ្ញុំប្រើម្សៅហ្នឹងដើម្បីតបពីលើស្បែកមុខបន្ថែមទៀតឲ្យស្បែកមុខវាកុំមានជាតិប្រេងលើស្បែកមុខច្រើនពេកហើយបន្តមកទៀតយើងចូលមកដល់ប្រភេទក្រែមវិញក្រែមខ្ញុំទិញរហូតដល់3ពណ៌តែខ្ញុំចូលចិត្តក្រែមនេះជាងគេដោយសារតែខ្ញុំចូលចិត្តលាបមាត់ត្រង់ក្រហមប៉ុន្តែលាបក្រហមពេកក៏វាអត់សូវស្អាតដែរឥឡូវខ្ញុំតេស្តនៅលើមាត់អូយក្រហមតែម្ដងណាតែគ្រាន់តែរបៀបហាវាត្រង់ស្អាតឡងស្អាតអញ្ចឹងណាលាបទៅវាអត់សូវឃើញចាស់ដូចពណ៌ក្រហមផ្សេងហើយចំពោះសបកគេគឺឆក់ទៀតយើងមកមើលក្រែមទី2នឹងវិញគឺខ្ញុំយកមកលាបជាប្រចាំថ្ងៃចំពោះពណ៌ក្រែមវាធំផ្កាឈូកបែកស្វាយបន្តិចបើនៅពេលដែលវាលាបលើមាត់របស់ខ្ញុំណាប៉ុន្តែគឺវាជាប់ពណ៌បានល្អជាប់បានយូរហើយរបៀបហាបើពេលដែលខ្ញុំញ៉ាំអីទៅក៏វាអត់សូវអាលុបក្រែមដែរហើយយើងចូលមកក្រែមទី3នេះខ្ញុំគិតថាយកវាមកលាបនៅពេលដែរទៅការឬទៅកម្មវិធីអីផ្សេងដោយសារតែពណ៌ហ្នឹងវាធំស្លេកអញ្ចឹងដល់ពេលដែលយើងផាត់មុខបែបសភាពអញ្ចឹងក្រែម3ពណ៌ហ្នឹងផាត់មុខបែបណាលាបបែបហ្នឹងអញ្ចឹងបាយអ្នកគ្នា see you next time